នៅអាយុ25ថ្ងៃនេះស្រូវវាចាប់ផ្ដើមលូតលាស់បានមួយកម្រិតហើយក៏ប៉ុន្តែវាត្រូវការសារធាតុចិញ្ចឹមថែមទៀតដើម្បីបំពេញតម្រូវការលូតលាស់របស់វាឲ្យកាន់តែល្អដើម្បីទប់ទល់ជាមួយនឹងកត្តាបំផ្លាញផ្សេងៗលើស្រូវរបស់យើងជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកតាមដានស្រូវរបស់កសិករយើងដែលគាត់នៅខាងខេត្តព្រៃវែងមកដំណាក់កាលនេះគឺស្រូវរបស់គាត់បានអាយុ25ថ្ងៃហើយបន្ទាប់ពីព្រោះរួចអញ្ចឹងនៅដំណាក់កាលស្រូវអាយុ25ថ្ងៃនេះប្រសិនបើយើងអត់បានបំពេញសារធាតុចិញ្ចឹមឲ្យវាទេគឺវាអាចនឹងខ្សោយក្នុងការលូតលាស់មួយកម្រិតដែរពីព្រោះស្រូវជាទូទៅពេលដែលយើងផ្ដល់ជីឲ្យវាកាលពីអាយុ10ថ្ងៃបើយើងរាប់មកដល់ពេលនេះគឺវា2សប្តាហ៍ហើយប្រសិនបើយើងអត់បានបំពេញឬក៏ឲ្យវាទៀតទេមានន័យថាជីដែលយើងបានផ្ដល់កាលពីវគ្គមុននោះគឺវាអស់ហើយជាទូទៅជីចន្លោះពី10ថ្ងៃទៅ15ថ្ងៃគឺសារធាតុចិញ្ចឹមដែលយើងបានផ្ដល់ទៅឲ្យស្រូវវាបានស្រូបយកអស់ហើយអញ្ចឹងផុតពី15ថ្ងៃទៅប្រសិនបើយើងអត់បានបំពេញឲ្យវាជាលើកទី2ទេមានន័យថាសារធាតុចិញ្ចឹមទាំងអស់ហ្នឹងត្រូវបានបាត់បង់ហើយអញ្ចឹងស្រូវវាត្រូវការសារធាតុចិញ្ចឹមដើម្បីបន្ថែមនៅក្នុងការលូតលាស់ដងដើមក៏ដូចជាពង្រីកផ្ទៃស្លឹកប្រវែងឬបន្ថែមទៀតនៅក្នុងការលូតលាស់ផងដែរអញ្ចឹងនៅដំណាក់កាលនេះដើម្បីកុំឲ្យដាច់សារធាតុចិញ្ចឹមគឺយើងលើកទឹកចិត្តឲ្យកសិករគាត់បន្តប្រើប្រាស់ជី Super VS យើងប្រើ100 មីលីលីត្រយើងលាយជាមួយនឹងទឹក25លីត្រហើយយើងលាយជាមួយនឹងជីប្រភេទឌីតាប្រព័ន្ធស្លឹក100មីលីលីត្រដូចគ្នាយើងលាយជាមួយនឹងទឹក25លីត្រពីរមុខនេះគឺយើងបាញ់បំពន់ទៅលើស្រូវរបស់យើងដែលមានអាយុកាល25ថ្ងៃនេះវាជួយឲ្យស្រូវរបស់យើងមានកម្លាំងគ្រប់គ្រាន់នៅក្នុងការលូតលាស់ទាំងផ្ទៃស្លឹកទាំងទំហំដើមទាំងប្រព័ន្ធឫសគឺវាអាចលូតលាស់បានលឿនហើយនឹងបំបែកខ្លួនបានច្រើនទៀតផងដូច្នេះហើយជីពីរមុខនេះគឺជាប្រភេទជីដែលត្រូវជាមួយនឹងអាយុកាលស្រូវរបស់យើងនៅដំណាក់កាល25ថ្ងៃនេះតែម្ដងបាទសូមអរគុណ